ជុំរៀបសួរបងប្អូនទៅពីខាងចុងគ្នាបងប្អូនថ្ងៃនេះឌុបគ្នាមួយជិះទូកទៅទន្លេសាបប៉ុន្តែចោះទូកចុះនៅខាងចុងគ្នាភ្នំក្រោមវិញបងប្អូនព្រោះជាធម្មតាភាគច្រើនគេ recommend ភ្ញៀវទៅខាងកំពង់ភ្លុកព្រោះវាស្អាតជាងនៅនេះតែវាផ្ទះភូមិបុរាណបដិទឹកផ្ទះគេទៅផ្ទះនៅលើដងស្ទឹងបងប្អូនទៅកំពង់ភ្លុកអានេះខុសគ្នាហើយណាមួយចឹងអីនេះបងប្អូនបានជាអត់សមមានអ្នក recommend មកនេះបងប្អូនឃើញអត់ស្អាតថានៅខាងផ្លូវបើកកណូតហ្នឹងអត់មែនភូមិបងប្អូនខ្មែរយើងរស់នៅទេបងប្អូនទៅក៏មិនសមមានអ្នក recommend មកអញ្ចឹងបងប្អូនប៉ុន្តែទៅខាងកំពង់ភ្លុកក៏វាស្អាតដល់នេះក៏ស្អាតម្យ៉ាងដែរគាត់ថាភាគច្រើនភ្ញៀវទៅខាងកំពង់ភ្លុកទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិហើយមកខាងចុងគ្នាហ្នឹងជិតក្រុងទេបងប្អូនបើប្រហែល15 10នាទីពីក្រុងមកហើយប៉ុន្តែសម្រាប់ភ្ញៀវមានពេលខ្លីគឺនឹមគិតមកខាងនេះបើគាត់មានពេលវែងមានពេលយូរគឺនឹមគិតទៅខាងកំពង់ភ្លុកមួយទៀតទេសភាពមានភូមិបុរាណបដិទឹកនៅនេះក៏មានភូមិបដិទឹកគាត់ថាភូមិខ្មែរយើងនៅខាងលើណោះភ្ញៀវទេសចរជិះអត់បានមើលឃើញទេតែនេះភ្ញៀវភូមិបដិទឹកខាងបងប្អូនយើងមកបកកើតទេនេះបងប្អូនខាងមុតចេញមកទន្លេក៏មើលឃើញស្អាតដូចគ្នាប៉ុន្តែជិះអត់បានយូរបងប្អូនជិះឆ្វែលមកជុំជិតជាងខាងកំពង់ភ្លុកជិះបានឆ្ងាយជាងប៉ុន្តែមានផែបដិទឹកមានអីដូចគ្នាបងប្អូនគាត់នៅជិះអត់សូវបានឆ្ងាយហើយផ្ទះគេធ្វើផ្ទះបដិទឹកតែបើនៅកំពង់ភ្លុកផ្ទះគេធ្វើផ្ទះជាប់ដីប៉ុន្តែខ្ពស់ប៉ុន្តែខែផ្សារគឺទឹកលិចដូចគ្នាអញ្ចឹងបងប្អូនហើយនៅនេះក៏មានទេសចរមកនិយាយទៅមិនច្រើនតែគួរសមដែរបងប្អូនអត់សូវស្ងាត់ដែរមានមករ៉ែដែរតែខ្យល់ថ្ងៃខ្ញុំទៅបងប្អូនខ្យល់លលកធំនេះលលកប៉បហើយអានេះបង្ហាញខាងចុងគ្នាហើយថ្ងៃនេះខ្ញុំមានភ្ញៀវកក់ទៅខាងកំពង់ភ្លុកដែរចាំមើលខ្ញុំទៅថតកំពង់ភ្លុកឲ្យមើលទៀតតែកំពង់ភ្លុកពាក្យច្រើនគេបង្ហាញច្រើនហើយអត់សូវមានអ្នកមកបង្ហាញនៅចុងគ្នាហ្នឹងទេដោយសារតែដូចខាងដើមវីដេអូបងប្អូនឃើញអញ្ចឹងទៅគាត់សូមមានអ្នកមក review ជិះបង្ហាញទេតែទេសភាពមិនសូវខុសគ្នាប្រហែលទេបងប្អូនប៉ុន្តែអត់សូវមានកណូតបើកច្រើនដូចនៅខាងកំពង់ភ្លុកទេមកកំពង់ភ្លុកដោយសារមានគេ recommend ភ្ញៀវទៅនោះច្រើនដោយសារនៅនោះបងប្អូនខ្មែរយើងសុទ្ធបណ្ដោយនៅទីនោះបងប្អូនឥឡូវត្រឡប់មកវិញបងប្អូនទៅជិះមកវិញចំភ្នំក្រោមអញ្ចឹងទេសភាពស្អាតបងប្អូនញាក់បណ្ដោយតែប៉ុណ្្នឹងឯងបងប្អូនអរគុណបងប្អូនជម្រាបលាបាយបាយនេះភូមិខ្មែរយើងបងប្អូនខ្មែរយើងនៅលើណា